បាទសូមជម្រាបសួរក៏ដូចជាសូមស្វាគមន៍ចំពោះពុកម៉ែបងប្អូនទាំងអស់ដែលតែងតែនិយមកំសាន្តជាមួយនឹងវីដេអូតម្រុយឆ្នោតរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំបាទនឹងដាក់ជូននៅតម្រុយឆ្នោតយួនម៉ោង4:30 នាទីនិងម៉ោង6:30 នាទីចំពោះវីដេអូទាក់ទងជាមួយនឹងតម្រុយឆ្នោតនេះដែរគឺខ្ញុំដាក់នៅ2វីដេអូគឺតម្រុយឆ្នោតយួនម៉ោង4:30 នាទីហើយនឹងម៉ោង6:30 នាទីនិងម៉ោងម៉ោង10:30 នាទីនិងម៉ោង1:30 នាទីអញ្ចឹងវីដេអូតម្រុយឆ្នោតយួនគឺមាន2វីដេអូហើយការដាក់នៅតម្រុយលេខហ្នឹងក៏អត់ដូចគ្នាដែរព្រោះឆ្នោតទាំងពីរនេះគឺខុសគ្នាឆ្នោតម៉ោង4កន្លះហើយនឹងម៉ោង6កន្លះគឺជាឆ្នោតមីងងប់ឆ្នោតយួនមីងងប់ហើយនឹងឆ្នោតយួនម៉ោង10កន្លះហើយនឹងម៉ោង1កន្លះគឺជាឆ្នោតធីងណាំអញ្ចឹងតម្រុយដែលខ្ញុំដាក់ជូនអត់ដូចគ្នាទេព្រោះលេខដែលខ្ញុំដាក់ជូនឬក៏តម្រុយដែលខ្ញុំដាក់ជូននោះគឺផ្អែកទៅលើលទ្ធផលនៃឆ្នោតនីមួយៗហើយខ្ញុំយកលទ្ធផលដែលចេញហើយរបស់ឆ្នោតនីមួយៗនឹងឯងមកកាញ់ហើយនឹងគិតអញ្ចឹងបើក្នុងតម្រុយដែលខ្ញុំដាក់ជូននៅក្នុងម៉ោង4ហើយនឹងម៉ោង6ពុកម៉ែបងប្អូនអាចយកទៅផ្សងនៅក្នុងម៉ោង4ហើយនឹងម៉ោង6ទៅភាគរយនៃការទទួលបានលាភសំណាងនឹងឯងខ្ពស់ចំណែកតម្រុយដែលខ្ញុំដាក់ជូននៅម៉ោង10កន្លះហើយនឹងម៉ោង1កន្លះនោះគឺពុកម៉ែបងប្អូនអាចយកទៅផ្សងសំណាងនៅក្នុងម៉ោង10កន្លះហើយនឹងម៉ោង1កន្លះទៅភាគរយនៃការទទួលបានលាភសំណាងនឹងឯងខ្ពស់បាទអញ្ចឹងចូលដល់តម្រុយសម្រាប់ថ្ងៃទី18ខែ9ឆ្នាំ2025អញ្ចឹងលេខអូសខ្ទង់គឺខ្ញុំបាទដាក់ជូននៅខ្ទង់0ហើយនឹងខ្ទង់5ចំណែកលេខក្រាប់គឺខ្ញុំដាក់ជូននៅ05 06 50 51ចំណែក3លេខគឺខ្ញុំដាក់ជូននៅ215គុណហើយនឹង053គុណហ្នឹងគឺសម្រាប់ម៉ោងម៉ោង4:30 នាទីហើយនឹងម៉ោង6:30 នាទីបាទសូមជូនពរដល់ពុកម៉ែបងប្អូនដែលបានយកនៅលេខនៅក្នុងតម្រុយនេះទៅផ្សងសំណាងក៏សូមឲ្យទទួលបាននៅលាភសំណាងនិងហេងគ្រប់គ្នាបាទសូមជម្រាបលា